បន្តឈឺចាប់ឬក៏ដោះលែងខ្លួនឯងអស់លោកអ្នកបងប្អូនប្រមាណអ្នកដែលមានបំណុលឬក៏ធ្លាក់ខ្លួនក្នុងវិបត្តិនៃបំណុលដោយសារតែអស់លោកអ្នកបងប្អូនរស់នៅក្នុងភាពទំនួលខុសត្រូវសេចក្តីសុចរិតទៀងត្រង់ថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងនឹងរឿងតើអស់លោកអ្នកបងប្អូនពិតជាបុគ្គលដែលល្ងងដោយសារតែខ្លួនមានទំនួលខុសត្រូវមានសេចក្តីសុចរិតទៀងត្រង់ជាមួយនឹងដៃគូរស់ស៊ីជាមួយនឹងម្ចាស់បំណុលរបស់អស់លោកអ្នកបងប្អូនឬយ៉ាងណាអស់លោកអ្នកបងប្អូននៅពេលមួយដែលអស់លោកអ្នកបងប្អូនទទួលស្គាល់ថាបញ្ហាដែលកើតឡើងគឺជាអ្វីដែលជាមេរៀនជាបទពិសោធន៍ជាចំណេះដឹងថ្មីសម្រាប់អស់លោកអ្នកបងប្អូនអស់លោកអ្នកបងប្អូននឹងលែងមានការបន្ទោសខ្លួនឯងតទៅទៀតនឹងលែងចោទប្រកាន់ខ្លួនឯងថាជាបុគ្គលដែលល្ងងត្រូវបានគេបោកប្រាស់ត្រូវបានគេទម្លាក់ឲ្យសងបំណុលជាដើមឡើយទៅវិញអស់លោកអ្នកបងប្អូនបែរជារៀនសូត្រពីកិច្ចការទាំងអស់ហ្នឹងពង្រឹងខ្លួនឯងពង្រឹងសក្តានុពលខ្លួនឯងស្វែងរកឃើញខ្លួនឯងពិតដែលធ្វើឲ្យខ្លួនឯងបាននៅសេរីភាពជីវិតហើយខ្លួនឯងបានទទួលនៅភាពជាម្ចាស់ការរបស់ខ្លួនឯងមិនខ្លាចជាមនុស្សក្រឡេកក្រឡុចបន្លែមបន្លំរត់គេចពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែបែរជាទទួលថាខ្លួនឯងគឺជាមនុស្សរឹងមាំពោពេញដោយទំនួលខុសត្រូវពោពេញដោយក្តីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃអស់លោកអ្នកបងប្អូនពិតជាកសាងភាពរីកចម្រើនរុងរឿងនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនមិនខានដោយសារតែអស់លោកអ្នកបងប្អូនមានទំនួលខុសត្រូវជាមួយនឹងទង្វើជាមួយនឹងអ្វីដែលខ្លួនឯងបានធ្វើជាចុងក្រោយសូមអស់លោកអ្នកបងប្អូនដែលមានបំណុលដោយសារតែខ្លួនឯងទទួលរងពីដៃគូរស់ស៊ីឬក៏ទទួលបន្ទុកក្នុងការសងត្រឡប់ទៅដៃគូរស់ស៊ីវាជារឿងដែលល្អដែលអស់លោកអ្នកបងប្អូនអាចជួយជាងនឹងវាជារឿងដែលល្អដែលអស់លោកអ្នកបងប្អូនអាចរៀនបានពីមេរៀនពីបទពិសោធន៍ដែលអស់លោកអ្នកបងប្អូនមិនដែលជួបអរគុណច្រើន